ដល់កបងប្អូនអើយធ្លាប់តែឃើញគេផុសទៅតាម Facebook តាមទូរស័ព្ទអីអញ្ចឹងណាឥឡូវបានជួបផ្ទាល់មិនដឹងថាទឹកដៃមិនធម្មតាមែនបងប្អូនអើយបងប្អូនមើលហើយពិចារណាតាមការគួរអញ្ចឹងណាមិនចាំខ្ញុំនិយាយច្រើនបកស្រាយច្រើនទេមានតែបងជាងថតដូចគ្នាឯងបានយល់ពីអារម្មណ៍មួយនេះហ៎បងប្អូនអើយមើលបងប្អូនមើលគាត់រៀបមើលឲ្យកូនកំមុំបែរទៅហ្នឹងឲ្យថតអីគេថតខ្នងហើយនេះក៏ខ្ញុំរៀបចំឲ្យគាត់បែរមកមុខវិញហើយក៏រៀបចំឲ្យគាត់ទទួលថងរងអញ្ចឹងណាមិនខ្ញុំអ្នកឲ្យទទួលថងរងឯងគឺលោកគ្រូចាគាត់រៀបចំឲ្យទទួលខ្ញុំដឹងតែថតទេហើយរៀបចំកន្លែងណាស្អាតអញ្ចឹងណាហើយនេះគាត់ចាប់ផ្ដើមលើកផ្លែឈើលើកអីទទួលហើយខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាសម្រាប់កម្មវិធីនេះគឺជាកម្មវិធីសែនទេបងប្អូនគឺសែនទូចតាអញ្ចឹងណាហើយបើនិយាយពីរឿងទីធ្លាយើងវិញគឺថាមេឃអត់អំណោយផលទេបងប្អូនអើយភ្លៀងមកជ្រាំសើមតិតាពេញហ្នឹងហើយដឹងច្រាប់ហើយដីតុំហ្នឹងគឺថាឆ្អិតខ្លាំងមែនតើដីតុំកោះស្លាយហ្នឹងបងប្អូនទាំងអស់គ្នាគឺថាស្អិតដើរជាប់ស្បែកជើងឡើងជន់ព្រំអីចឹងគឺថាប្រឡាក់មែនតើញញ៉ៃមែនតើបងប្អូនហើយនេះក៏ខ្ញុំហៅគាត់មកយកទេសភាពខាងក្រៅអញ្ចឹងណាថតរូបនៅខាងក្រៅអីអញ្ចឹងណាដើម្បីឲ្យមានទេសភាពមានអីខ្លះអញ្ចឹងកុំឲ្យនៅក្នុងរៀងសាំពេកអញ្ចឹងយើងយកគាត់មកថតនៅក្រៅខ្លះទៅដូចជាលក្ខណៈ pre wedding អញ្ចឹងណាហើយនេះខ្ញុំកំពុងចាប់ដើមសេរីសរងកាច់ប្លង់កាច់អីហើយបងប្អូនមើលនោះបាក់ញើសជោគគឺថាមេឃក្តៅខ្លាំងមែនតើមិនធម្មតាមិនលំទេបងប្អូនណាមិនងាយស្រួលទេឃើញជាងថតនីមួយមិនមែនគិតថាគាត់នឹងថតចេះយកលុយទៅស្រួលទេបងប្អូនមិនមែនទេនៅរៀបចំមើលកន្លែងណាស្អាតអីនៅផ្អៀងផ្អងមកបានរូបមួយហ្នឹងរូបណាខ្លះអត់ស្អាតហ្នឹងលុបចោលទៀតហ្នឹងអញ្ចឹងហើយបងប្អូនឃើញជាងថតគាត់ចេញថតម្ដងគុំសើចចំអកគាត់អីបងប្អូនអើយគឺថាគាត់មកបានលុយម្ដងគឺវេទនាខ្លាំងណាស់ជិះម៉ូតូកាត់ភក់កាត់ច្រំអីល្មមតែទៅដល់ផ្ទះកូនកន្លោះកូនកំមុំអញ្ចឹងណាហើយសម្រាប់វីដេអូហ្នឹងដែរគឺខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានគឺអរគុណច្រើនមែនទែនបាយបងប្អូនទាំងអស់គ្នាជម្រាបលា